Breaking News កម្ពុជាថៃអនុម័តនឹងចុះហត្ថលេខាបញ្ញាចិត្តអនុវត្តនៅបទឈប់បាញ់ឲ្យបានពេញលេញលោកស្រីអាយដាមសេនីម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិបានបង្ហាញអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC ដែលបានប្រព្រឹត្តទៅនៅព្រឹកនេះហើយបានបញ្ចប់ទៅនៅវេលាម៉ោង 10:20 នាទីនៅច្រកព្រំដែនផាកាខេត្តប៉ៃលិនប្រទេសកម្ពុជាទល់នឹងខេត្តចន្ទបុរីប្រទេសថៃក្រោយការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំកម្ពុជានិងថៃដែលដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងឯកឧត្តមណាថាជុនណផានិតរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកស្រីបញ្ជាក់ថាកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC បានអនុម័តនិងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៅគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ JBC រវាងកម្ពុជានិងថៃហើយបានបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺម៉ាត់នៅក្នុងការអនុវត្តនៅបទឈប់បាញ់នេះឲ្យបានពេញលេញនិងស្វែងរកនៅសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ